ខ្ញុំមិនដែលខ្វល់ពីកេរ្តិ៍ឈ្មោះខ្លាំងៗអស់នេះទេតែខ្ញុំមិនអាចអត់យុទ្ធធម៌បានឡើយអាលីវដាចាំងអាចឆ្កែកម្សត់លីវដាចាំងពិតជាឈួតមែនហ៊ានធ្វើឲ្យរឿងនេះផ្អើលដំឡឹងខ្ញុំត្រូវតែធ្វើឲ្យវាស្គាល់លទ្ធផលយ៉ាងម៉េចទើបហើយហៅលទ្ធផលយ៉ាងម៉េចទើបហើយថាក្តីមួយមិនឈ្នះផ្លូវអាឡូប្រធានចៅម៉េចក៏មានពេលខលមកខ្ញុំអញ្ចឹងស៊ីវលីវរឿងលើកនេះឯងធ្វើធំពេកហើយឈិនសូវពឹងឲ្យខ្ញុំមកនិយាយជាមួយដែលកូនវាលួចបន្លំលុយបរិច្ចាគខ្ញុំគឺគ្មានអីត្រូវសម្របសម្រួលទេចេញមកបកស្រាយថាជាការយកច្រឡំទៅចូលព័ត៌មានខុសឆ្គងបន្តិចឈិនសូវនឹងសុំទោសឯងជាឯកជនរឿងនេះចាត់ទុកថាចោលអាចទេពេលដែលវាលួចលុយខ្ញុំថាមានថ្ងៃនេះផងស៊ីវលីវធ្វើមនុស្សគំរឹងរូបពេកអីខ្សែនៅពីក្រោយឈិនសូវក៏មិនធម្មតាធ្វើឲ្យវាតច្រកឯងក៏គ្មានប្រយោជន៍អីដែរអញ្ចឹងប្រាប់ខ្ញុំទៅរៀនខ្ញុំលីវដាចាំងកំដរដល់ទីចាំមើលថាខ្សែវាធំប៉ុណ្ណាលីវដាចាំងសំបីតែមុខខ្ញុំក៏ឯងមិនទុកឲ្យដែរមែនទេមុខអ្នកណាក៏ខ្ញុំមិនទុកឲ្យដែរលោកអាក់លោកមកល្មមនេះគឺជាលិខិតមេធាវីពីសាកលវិទ្យាល័យសានមើលបន្តិចទៅពួកវានៅមានមុខផ្ញើលិខិតមេធាវីមកទៀតនាងប្រាប់ក្រុមច្បាប់យើងឥឡូវភ្លាមប្តឹងបោះពួកវាពីបទកំហែងទាបរៀបចំភស្តុតាងឲ្យអស់មកលីវដាចង់លើកនេះឯងធ្វើហួសហេតុធ្វើអញ្ចឹងបំផ្លាញកេរ្តិ៍ឈ្មោះសាកលវិទ្យាល័យសានហើយសំបីតែឈ្មោះអ្នកបរិច្ចាគអាចបន្លំបានតាមចិត្តសាលាបែបនេះមានសិទ្ធិអីមកនិយាយរឿងអប់រំថាគម្រោងក្រុមហ៊ុនឯងកំពុងស្ថិតក្នុងការអនុម័តបុកគ្នាបែបនេះសូវប្រយោជន៍ទេខ្ញុំលីវដាចង់ក៏ស្គាល់មិត្តភក្តិចាំយើងមើលទៅថាអ្នកណាខ្សែធំជាងអ្នកណាលោកអាក់មានរឿងហើយគម្រោងសាងសង់រោងចក្រភាគខាងកើតទើបតែត្រូវគេទម្លាក់ចោលពួកនេះចាត់ការលឿនមែនលោកមន្ត្រីពន្ធដារមកដល់ហើយថាចង់មកធ្វើសវនកម្មពន្ធក្រុមហ៊ុនយើងបញ្ជីហិរញ្ញវត្ថុក្រុមហ៊ុនយើងច្បាស់លាស់ណាស់ត្រៀមសហការត្រួតពិនិត្យជានិច្ចនាំមន្ត្រីទាំងពីរទៅបន្ទប់ពន្ធដារចាំងគុំវាតម្លៃខ្លួនឯងខ្ពស់ពេកគម្រោងត្រូវទម្លាក់ចោលខាងពន្ធដារចុះមកដល់កន្លែងជាតិមិនសូវឆ្ងាញ់ទេមើលទៅចាំងអាស័យឯងនៅហ៊ានប្រឆាំងយើងទៀតពេលនេះលោកជំគង់សុំទោសយើងនៅតាន់ពេលណានៅតែមើលងាយខ្ញុំពេកហើយក្បាច់អីបញ្ចេញមកឲ្យអស់មកពូលីងមានរឿងមួយចង់ពឹងពូដែលជាប្រធានគណៈកម្មាធិការវិន័យខេត្តជួយមួយដៃគឺជាការិយាល័យថ្នាក់ដឹកនាំខលមកចង់ជួបលោកបន្តិចមិនទំនេរទេមិនជួបពូលីនខាងគណៈកម្មាធិការវិន័យយើងចង់អញ្ជើញលោកមកសហការសាកសួរបន្តិចលោកងាយស្រួលទេងាយស្រួលតើខ្ញុំទៅឥឡូវនេះហើយនេះជាប្រវត្តិទេប្រាក់បរិច្ចាគទៅសាកលវិទ្យាល័យសានសម្លេងអកូនឈីនសូវគម្រាមខ្ញុំក៏នៅទីនេះហើយភស្តុតាងឈីនសូវកឹបកេងលុយរត់ទទួលសំណូកគឺនៅទីនេះទាំងអស់អរគុណលោកដែលបានផ្ដល់ភស្តុតាងសំខាន់បញ្ហារបស់ឈីនសូវយើងច្បាស់ជាស៊ើបអង្កេតដល់ទីបំផុតមិនលែងអ្នកបំពេញច្បាប់និងវិន័យណាម្នាក់នេះជារឿងគួរធ្វើហើយតែសង្ឃឹមថានឹងផ្ដល់បរិយាកាសស្អាតស្អំដល់វិស័យអប់រំវិញប៉ុណ្ណោះអញហ៊ានប្តឹងប៉ាញអញសម្លាប់ឯងស៊ីវលីវក្មេងវាមិនដឹងអីទេឲ្យតែឯងដកពាក្យមិនដឹងចេញរឿងមុនយើងលុបចោលទាំងអស់ឲ្យតែឯងសុំទោសនិងបកស្រាយច្បាស់គម្រោងភាគខាងកើតនឹងអនុម័តភ្លាមលោកប្រឹងជួយនិយាយការពីឈីនសូវម្លេះឬមួយក៏ស៊ីសំណូកវាដែរគឺជាបាក់ពួកវាដែរមែនទេលីវដាចាំងគុំមិនដឹងទីតំបន់ឲ្យសោះដៃមួយមិនឈ្នះផ្លូវទេឈីនសូវពួកយើងមកពីគណៈកម្មាធិការលោកទៅសហការស៊ើបអង្កេតជាមួយយើងតាមពិតឯងបានធ្វើអីខ្លះមានអីទេគ្រាន់តែប្រកួតភស្តុតាងបំពេញច្បាប់ទាំងអស់របស់ឈីនសូវទៅខាងលើប៉ុណ្ណោះចប់ហើយឈីនសូវបើវាទម្លាយរឿងខ្ញុំទទួលសំណូកពីវាចេញមកមួយជីវិតខ្ញុំនេះច្បាស់ជាវិនិច្ឆ័យមិនខានឯងចាំមើលទៅអាហាសហាប៉ាឯងត្រូវគេចាប់ខ្លួនគ្រាន់តែជាការចាប់ផ្ដើមទេរឿងស្មោកគ្រោកដែលឯងបានធ្វើក៏គុំសង្ឃឹមថារួចខ្លួនដែរពេលនេះលបែងរបស់យើងទើបតែចាប់ផ្ដើមទេលុយគឺយកមកវិញបានហើយតែរបស់ខ្លះគឺមិនអាចយកត្រឡប់មកវិញជារៀងរហូតដូចជាអនាគតរបស់ឈីនសូវដូចជាភាពថ្លៃថ្នូរដែលវាបានបោះចោលលោកអគ្គនាយកថ្មីនៃសាកលវិទ្យាល័យសានហៃចង់ជួបពិភាក្សារឿងបន្តសួស្ដីលោកលីវខ្ញុំជាលីមីងជានាយកថ្មីសាកលវិទ្យាល័យសានហៃរឿងបន្លំឈ្មោះដែលបានកើតឡើងមុននេះសាលាយើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅបំណងដល់ទឹកចិត្តលោកចំពោះសាលាខ្ញុំតំណាងឲ្យលោកគ្រូអ្នកគ្រូនិងសិស្សទាំងអស់សូមទោសលោកយើងបានធ្វើស្លាកបរិច្ចាគថ្មីរួចរាល់ហើយខាងលើគឺសរសេរឈ្មោះលោកយ៉ាងច្បាស់សង្ឃឹមថាលោកនឹងមិនប្រកាន់ខឹងហើយបន្តគាំទ្រការសាងសង់និងអភិវឌ្ឍសាលាហើយលោកលីវរឿងមុននេះពួកយើងមិនបានដឹងសោះឡើយសូវជាអ្នកបិទបាំងលួចធ្វើតែលោកលីវនៅក្មេងតែមានសមត្ថភាពមានទឹកចិត្តសប្បុរសជាគំរូដ៏ល្អសម្រាប់លោកគ្រូអ្នកគ្រូខ្ញុំអាចបន្តគាំទ្រសាលាបានប៉ុន្តែលក្ខខណ្ឌគឺសាលាត្រូវតែលុបបំបាត់អំពើពុករលួយឲ្យអស់ពង្រឹងវិន័យសាលាឡើងវិញដើម្បីឲ្យក្មេងអាចរៀនសូត្រក្នុងបរិយាកាសសាលាដែលស្អាតស្អំនិងយុត្តិធម៌លោកលីវសូមគុំបារម្ភបន្តទៅនេះយើងច្បាស់ជាកែតម្រង់យ៉ាងតឹងរ៉ឹងបំផុតលុបបំបាត់ជនក្បត់ទាំងអស់ដាច់ខាតមិនឲ្យរឿងបែបនេះកើតឡើងម្ដងទៀតឡើយឈិនសូវខ្ញុំប្រមានឯងចូលដល់ក្នុងនឹងបិទមាត់ឲ្យចិត្តបន្តិចទៅកុំទាញខ្ញុំចូលឲ្យសោះបើមិនអញ្ចឹងទេយើងទាំងពីរដឹងតែចប់ហើយប្រធានពេលនេះគិតយ៉ាងម៉េចទៅស្តាំងច្បាស់លាស់ណាស់ខ្ញុំច្បាស់ជាត្រូវជាប់គុកច្រើនឆ្នាំមិនខានលោកត្រូវតែជួយខ្ញុំផងបើមិនអញ្ចឹងទេខ្ញុំនឹងទម្លាយរឿងទាំងអស់ខ្ញុំជួយឯងយ៉ាងម៉េចពេលនេះខាងវិន័យស៊ើបអង្កេតតឹងរ៉ឹងរឹងដូចភ្នំគ្មានផ្លូវបង្វែរសំណុំរឿងបានទេពីឯងលោភលន់ហួសហេតុចេះចង់ឲ្យកូនឯងលួចឈ្មោះអ្នកបរិច្ចាគនោះបើមិនអញ្ចឹងមិននឹងធ្លាក់ដល់ចំណុចនេះខ្ញុំស្ដាយក្រោយស្ទើរដាច់ពោះវៀនហើយបើដឹងថាលីវដាចង់រឹងរូសយ៉ាងនេះទោះវាងាប់ក៏ខ្ញុំមិនហ៊ានគិតអាក្រក់បែបនេះដែរចាងជុនខ្ញុំសុំអង្វរលោកត្រូវតែជួយខ្ញុំ